មកពីប្តីរបស់ខ្ញុំបានស្លាប់បាត់ទៅហើយដូច្នេះយើងអាចហៅខ្ញុំថាចុះមិនក៏នាងរកចាំខ្ញុំនៅទីនេះប្រហែលមកពីខ្ញុំចង់បានលោកជាប្តីបន្ទាប់ខ្ញុំហើយអត់ទេខ្ញុំមានប្រពន្ធច្រើនហើយមានប្រពន្ធដើមហើយនឹងប្រពន្ធចុងហើយណាមិនអាចបាត់ទីទេនាងធ្វើអញ្ចឹងធ្វើឲ្យខ្ញុំលំបាកហើយមនុស្សដូចខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់នាងទេនាងនៅជាមួយខ្ញុំប្រកាសជាលំបាកគ្មានបញ្ហានោះទេដែលលោកមានប្រពន្ធដើមនិងប្រពន្ធចុងនោះខ្ញុំអាចជួយសម្រាប់ពួកគេជំនួសលោកបានអូទេមានរឿងអីដែលនាងព្រមធ្វើដាក់ខ្ញុំបែបនេះនោះនាងស្គាល់ខ្ញុំតាមបែបទេខ្ញុំមិនស្គាល់លោកទេខ្ញុំនៅដឹងថាលោកគឺជាលោកម្ចាស់ហ្វូដែលជាចៅក្រមរបស់ធានជិនទៀតផងហើយលោកក៏ជាមនុស្សចំណិតរបស់លោកម្ចាស់លាវអ៊ូអ៊ីជាចៅខេត្តនៅក្រុងធានជិនអ្វីដែលសំខាន់ជាងនេះលោកគឺជាអ្នករត់ការឲ្យព្រះអង្គម្ចាស់ឈុននៅក្រុងធានជិនអូទេអ្នកនាងយល់ច្រឡំមកលើខ្ញុំហើយខ្ញុំគ្រាន់តែជាចៅក្រមម្នាក់នៅក្រុងធានជិនតែប៉ុណ្ណោះខ្ញុំមិនដែលជួបនឹងព្រះអង្គម្ចាស់អីនោះទេលោកគ្រាន់តែជាចៅក្រមសម័យធម្មតាលោកមិនមានទំនាក់ទំនងអំណាចនិងអធិបុលលើមនុស្សគ្រប់គ្នានៅក្រុងធានជិនទេប៉ុន្តែលោកខົບខិតជាមួយឃាតករនិងពួកចៅនៅជាងហ៊ូលោកពិតជាមិនមានគំនិតនិងមហិច្ឆតាអ្វីមែនទេនៅក្នុងចិត្តរបស់លោកនោះលោកស្រឡាញ់មាសស្រឡាញ់ប្រាក់យ៉ាងហ្នឹងអញ្ចឹងហើយបានជាព្រះអង្គម្ចាស់ជ្រើសរើសយកលោកធ្វើជាអ្នករត់ការឲ្យទ្រង់ពិតជាសមអ្នកនាងខ្ញុំមិនដឹងថាអ្នកនាងកំពុងតែនិយាយពីអ្វីទេខ្ញុំដឹងពីដំណើររឿងរបស់លោកគ្រប់យ៉ាងលោកជួយព្រះអង្គម្ចាស់លេបយកទ្រព្យសម្បត្តិជាតិលួចយកព្រះពុទ្ធរូបមាសហើយនៅនាំចូលកំភ្លើងគ្រាប់រំសេវនៅមានរឿងជាច្រើនទៀតខ្ញុំក៏បានដឹងដែរលោកបិទបាំងទំនិញសម្ងាត់របស់ព្រះអង្គម្ចាស់ទៀតផងនាងជាអ្នកណាមកជួននាងមកខ្ញុំត្រូវមិត្តម្នាក់ពឹងពាក់មកឲ្យមកចាំលោកហ្វូនៅទីនេះមិត្តរបស់នាងជាអ្នកណាទៅទោះបីជាលោកហ្វូខំប្រឹងបដិសេធរាល់អ្វីដែលលោកបានធ្វើក៏វានៅតែជាការប្រឆាំងនឹងមហាឈិញប្រហែលមិត្តខ្ញុំម្នាក់នេះអាចនឹងនៅខាងក្រៅជាមួយលោកហើយខ្ញុំមិនដែលធ្វើអ្វីប៉ះពាល់ដល់ព្រះមហាក្សត្រទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់ព្រះអង្គម្ចាស់ប៉ុណ្ណោះបើនាងចង់ដឹងរឿងអីនោះអាចទៅជួបជាមួយនឹងទ្រង់បានលោកមន្ត្រីហ្វូបើលោកបានធ្វើអ្វីប៉ះពាល់ដល់មហាក្សត្រនោះលោកឆាប់និយាយចេញមកមិនអញ្ចឹងខ្ញុំមិនអាចធានាសុវត្ថិភាពលោកបានឡើយ